យើងបន្តទៅព័ត៌មានមួយទៀតគឺសហគ្រិនវ័យក្មេងកម្ពុជាទទួលបានពានរង្វាន់2នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ2016នៅប្រទេសឡាវដោយមានការជួយជ្រោមជ្រែងពីសភាពាណិជ្ជកម្មកម្ពុជាកម្មវិធីប្រគល់ពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ2016គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីសំខាន់ក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ2016នៅប្រទេសឡាវដែលបានរៀបចំឡើងចាប់ពីថ្ងៃទី5ដល់ថ្ងៃទី6ខែកញ្ញាឆ្នាំ2016ដែលមានការប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់អាស៊ានហើយនៅក្នុងឱកាសនេះសហគ្រិនវ័យក្មេងកម្ពុជាមានមោទនភាពទទួលបានពានរង្វាន់2នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ2016នៅប្រទេសឡាវនៅក្នុងឱកាសនៃការទទួលបានពានរង្វាន់នេះលោកហុងលៀងអ៊ីប្រធានក្រុមហ៊ុន Lotus Green Team ដែលជាអ្នកទទួលបានពានរង្វាន់បានដឹងថាពានរង្វាន់ទាំងពីរដែលទទួលបាននោះគឺសកម្មភាពនៃការរីកចម្រើននិងផ្នែកបុគ្គលិកលោកបញ្ជាក់ថានេះជាឱកាសមួយដល់សហគ្រិនកម្ពុជាក៏ដូចជាការលើកទឹកចិត្តពីរដ្ឋាភិបាលកម្ពុជាចំពោះវិស័យឯកជនទើបមានឱកាសទទួលបានពានរង្វាន់នេះហើយលោកក៏សូមអំពាវនាវដល់យុវជនកម្ពុជាត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រដើម្បីលើកកម្ពស់មុខមាត់ជាតិបាទយើងមានសម្លេងរបស់លោកហុងលៀងអ៊ីផងដែរបាទឈ្មោះហុងលៀងអ៊ីជាអគ្គនាយកក្រុមហ៊ុន Lotus Green Team ហើយខ្ញុំមានសេចក្តីរីករាយណាស់ដែលបានមកចូលរួមកម្មវិធីអាស៊ានបាក់ឆ្នាំ2016នៅទីក្រុងវៀងចាន់នេះហើយឆ្នាំនេះខ្ញុំតំណាងពីប្រទេសខ្មែរយើងគឺបានទទួលពានរង្វាន់2គឺតាក់ទងជាមួយនឹងសហគ្រិនភាពលើការរីកចម្រើនហើយនឹងតាក់ទងនឹងបុគ្គលិកហើយលទ្ធផលនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់បុគ្គលិកក្រុមការងាររបស់ក្រុមហ៊ុន Lotus Green Team ខ្ញុំទាំងអស់ហើយនឹងសូមថ្លែងអំណរគុណចំពោះការជ្រោមជ្រែងចំពោះសភាពាណិជ្ជកម្មកម្ពុជាដែលបានរៀបចំឲ្យមានកម្មវិធីនឹងហើយខ្ញុំសូមផ្ដាំផ្ញើថាសម្រាប់ឆ្នាំក្រោយខ្ញុំសូមឲ្យសហគ្រិនវ័យក្មេងខ្មែរទាំងអស់ដែលអាចមកចូលរួមកម្មវិធីនឹងដើម្បីលើកតម្កើងឈ្មោះរបស់ប្រទេសកម្ពុជានៅក្នុងសមាគមអាស៊ានខ្ញុំមើលឃើញថាដំណើរនៃការត្រូវការអ្នកដែលជំនាញហើយនឹងច្បាស់លាស់ទៅលើហ្នឹងគឺកំពុងតែត្រូវការខ្លាំងអញ្ចឹងបើសិនតែយើងមានជំនាញច្បាស់ហើយយើងធ្វើការដោយទំនួលខុសត្រូវគឺវាជាចំណែកមួយនៃការស្ថាបជួយក្នុងការអភិវឌ្ឍប្រទេសយើងឲ្យបានរីកចម្រើនរឹងមាំទៅមុខទៀតសម្រាប់ខ្ញុំគាត់គិតថាយុវជនខ្មែរនៅពេលដែលគាត់រៀនគាត់ត្រូវមានគោលដៅខ្លួនឯងថាគាត់ត្រូវចង់ធ្វើអីហើយការងារហ្នឹងខ្ញុំតម្រូវថាគាត់ត្រូវតែ focus ទៅលើ technical ហ្នឹងព្រោះបើសិនអត់មានអាហ្នឹងទេយើងអត់អាចធ្វើអីកើតទេជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើទី1ទៅដល់យុវជនកម្ពុជាគឺយើងធ្វើម៉េចឲ្យយើងក្លាយជាមនុស្សរឹងមាំដើម្បីអាចឈរប្រកួតជាមួយនឹងសមាជិកអាស៊ានផ្សេងទៀតទី2ដើម្បីលើកមុខមាត់នៅក្នុងឆ្នាំក្រោយៗទៀតខ្ញុំសូមស្នើសុំទៅឲ្យសហគ្រិនភាពទាំងអស់អាចនឹងចូលរួមប្រកួតប្រជែងឲ្យបានច្រើនដើម្បីលើកមុខមាត់ខ្មែរយើងនៅឆ្នាំក្រោយៗទៀតបាទយើងឃើញថាជាមួយគ្នាដែរលោកគុយវ៉ាតតំណាងអនុសភាពាណិជ្ជកម្មកម្ពុជាបាទមានប្រសាសន៍ថាការទទួលបានជោគជ័យនេះគឺដោយសារតែមានការជួយជ្រោមជ្រែងនិងផ្ដល់ឱកាសពីខាងសភាពាណិជ្ជកម្មកម្ពុជាដែលតែងតែលើកទឹកចិត្តចំពោះវិនិយោគិនសហគ្រិននិងវិនិយោគិនបាទសហគ្រិននិងសមាជិករបស់ខ្លួនហើយលោកបញ្ជាក់ថាពានរង្វាន់នេះមិនមែនត្រឹមតែលើកមុខមាត់សហគ្រិនប៉ុណ្ណោះទេគឺថែមទាំងលើកមុខមាត់កម្ពុជាយើងផងដែរបាទជាបន្តសូមតាមដានការលើកឡើងរបស់លោកគុយវ៉ាតបាទសហគ្រិនកម្ពុជាយើងអាចបានចូលរួមទទួល Award ឆ្នាំ2016នៅក្នុងខ្ញុំគិតថានៅក្នុងសហគមន៍អាស៊ានហើយនៅក្នុងនោះយើងឃើញថាមានប្រទេសនៅក្នុងអាស៊ានយើងចូលរួមច្រើនហើយខ្ញុំក៏ជាបេក្ខជនមួយដែលជាចៅក្រមក្នុងការវាយតម្លៃនៅក្នុងAward ពានរង្វាន់សហគ្រិននៅក្នុងឆ្នាំ2016នៅទីក្រុងវៀងចាន់នេះហើយយើងមើលឃើញថាពានរង្វាន់នេះក្រៅពីដែលយើងអាចលើកកម្ពស់សហគ្រិនភាពនៅក្នុងប្រទេសកម្ពុជាយើងខ្ញុំឃើញថាបានលើកមុខមាត់ប្រទេសកម្ពុជាយើងឲ្យគេស្គាល់នៅក្នុងសហគមន៍អាស៊ានហើយអាចទៅដល់អន្តរជាតិថែមទៀតអញ្ចឹងខ្ញុំគិតថាសង្ឃឹមថាឆ្នាំក្រោយៗទៀតយើងជំរុញឲ្យមានសហគ្រិនផ្សេងៗចូលរួមប្រកួតប្រជែងពានរង្វាន់នេះទាំងអស់គ្នាដើម្បីឲ្យមានការប្រកួតប្រជែងឲ្យយើងមានឱកាស
បានជោគជ័យខ្ញុំគិតថាយើងត្រូវរៀបចំខ្លួនជាមុនដើម្បីថាឲ្យដឹងថានៅក្នុងពានរង្វាន់ហ្នឹងយើងមានcategory មានប្រភេទពានរង្វាន់ជាច្រើននៅក្នុងហ្នឹងដូចជាពានរង្វាន់ដូចថាឆ្នើមទៅលើការអភិវឌ្ឍឬក៏ពានរង្វាន់នៅក្នុងការបណ្ដុះបណ្ដាលបុគ្គលិកបានល្អនិងពានរង្វាន់ផ្សេងទៀតអញ្ចឹងខ្ញុំគិតថាបើសិនជាយើងចង់រៀបចំដាក់ឲ្យបានពានរង្វាន់យើងត្រូវធ្វើម៉េចយើងឲ្យបានដឹងពីប្រភេទពានរង្វាន់ហ្នឹងស្អីខ្លះដើម្បីយើងមានលទ្ធភាពមានឱកាសក្នុងឱកាសចូលរួមប្រកួតប្រជែងបានឈ្នះក្នុងពានរង្វាន់ហ្នឹងហើយខ្ញុំឃើញថាឆ្នាំនេះយើងឃើញថាមានការចូលរួមតិចតួចដោយសារការរៀបចំមានបន្ទាន់បន្តិចអញ្ចឹងខ្ញុំគិតថាសង្ឃឹមថាឆ្នាំក្រោយយើងមានក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាយើងច្រើនដែលអាចចូលរួមមកធ្វើការប្រកួតប្រជែងព្រោះខ្ញុំឃើញថាឆ្នាំនេះឃើញក្រុមហ៊ុនភាគច្រើនដែលគាត់ជាក្រុមហ៊ុនមកពីប្រទេសឡាវដែលជាប្រទេសដែលរៀបចំអាស៊ានបាក់ហ្នឹងវត្តមានផងខាងសភាពាណិជ្ជកម្មកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់នៅទៅពាក់ព័ន្ធនៅអាស៊ានបាក់នេះហើយខ្ញុំគិតថាជំរុញឲ្យទំនាក់ទំនងអាស៊ានបានកាន់តែល្អហើយជំរុញឲ្យសេដ្ឋកិច្ចនៅមិនថានៅក្នុងតំបន់ក៏ដូចជានៅក្នុងសហគមន៍អាស៊ានបានរីកចម្រើនដោយសារយើងបង្កើនទំនាក់ទំនងកាន់តែល្អអញ្ចឹងធ្វើឲ្យប្រទេសជាតិយើងបានរឹតតែរីកចម្រើនអញ្ចឹងខ្ញុំគិតថាសភាពាណិជ្ជកម្មដើរតួនាទីសំខាន់ក្នុងការចូលរួមហើយខ្ញុំមកថ្ងៃនេះក៏ខ្ញុំតំណាងឲ្យអនុប្រធានសភាពាណិជ្ជកម្មនៅមកដែរដើម្បីចូលរួមគ្រប់គ្រងទាំងអស់គ្នាធ្វើម៉េចដើម្បីឲ្យមានដំណើរការបានទទួលបានដំណើរការល្អជំរាបផងដែរថានៅក្នុងកិច្ចប្រជុំកម្ពុជាធុរកិច្ចនិងវិនិយោគអាស៊ាននិងកិច្ចប្រជុំកម្ពុជាអាស៊ានអ្នកអង្គការគិតមេងប្រធានសភាពាណិជ្ជកម្មកម្ពុជាដែលដឹកនាំសមាជិកនិងសហគ្រិនកម្ពុជាទៅចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនោះក៏បានមានប្រសាសន៍ផងដែរថាវិនិយោគិននិងអ្នកសេដ្ឋកិច្ចអាស៊ានថាក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជាគឺបានកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចជាតិហើយអ្នកអង្គការគិតមេងក៏បានបន្តថាកម្ពុជាគឺផ្ដល់ឱកាសដល់វិស័យឯកជនវិនិយោគិនបណ្ដាក់ទុនវិនិយោគនៅកម្ពុជាហើយរដ្ឋាភិបាលនិងវិស័យឯកជនបានធ្វើការរួមគ្នាប្រកបដោយការបដិញ្ញាចិត្តខ្ពស់ផងដែរហើយកម្ពុជាបានភ្ជាប់ការទំនាក់ទំនងបានយ៉ាងល្អជាមួយប្រទេសជិតខាងក្នុងគោលបំណងបង្កើនការងារជូនពលរដ្ឋ